ការជាមួយប្រភេទដែលមានតម្លៃនៅលើពិភពលោកនៅប្រទេសកម្ពុជាក្រៅពីក្នុងដីក្រោមសមុទ្រនិងក្រោមដីបាតបឹងទន្លេសាបបច្ចុប្បន្នក្រុមហ៊ុនវិនិយោគទុនជាច្រើនកំពុងចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបូមប្រេងកាតនៅសមុទ្រខ្មែរតាមអ្នកស្រាវជ្រាវបានដឹងថាប្រេងនៅប្រទេសកម្ពុជាមានរាប់ពាន់បារ៉ែលគេធ្វើសំណង់បូមប្រេងក្នុងសមុទ្រឬទឹកសាបគឺទម្លុះដាក់ដោយឆ្លងកាត់ស្រទាប់ដែលមានឧស្ម័ននៅស្រទាប់ខាងក្រោមប្រេងមានទឹកប្រៃនៅខាងក្រោមទឹកប្រៃមានស្រទាប់ដែលជាទម្រទឹកប្រៃនៅក្នុងស្រទាប់ឧស្ម័នក្នុងស្រទាប់ប្រេងកាតនិងស្រទាប់ប្រៃគេសង្កេតឃើញមានសេសាសោតនៅពេលបុកបំពង់ដល់ឧស្ម័នគេដឹងថាចិត្តស្រទាប់ប្រេងមានការប្រុងប្រយ័ត្នមិនឲ្យការបុកនេះជ្រុលហួសនាំឲ្យប្រេងកាតបាញ់ឡើងខ្លាំងហួសបំពង់បង្ហូរប្រេងដែលគេបូមពីក្នុងដីត្រូវហូរចូលបំពង់បង្ហូរទៅកាន់រោងចក្រចម្រាញ់គេបានឃើញប្រេងជាច្រើនប្រភេទចម្រាញ់ប្រេងឆៅដូចជាប្រេងកាតសម្រាប់យន្តហោះប្រេងកាតម៉ាស៊ូតប្រេងកាតសំណល់សម្រាប់ចាក់ក្រាបផ្លូវថ្នល់ប្រេងឆៅឬមាសខ្មៅមានប្រយោជន៍ក្នុងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសដូចជាកូនខ្មែរគ្រប់រូបត្រូវជួយរក្សាសម្បត្តិធម្មជាតិទាំងក្នុងដីនិងក្នុងទឹកកង្វងជារៀងរហូតសូមអរគុណ